ជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះផងដែរនឹងខ្ញុំនឹងធ្វើការ demo ទាក់ទងនឹង project ដែលមានឈ្មោះថា Bookstore ហើយ Bookstore របស់យើងវាគឺជា web application ដែលសម្រាប់គ្រប់គ្រងសៀវភៅអ្នកនិពន្ធនិងប្រភេទសៀវភៅដែល project នេះដែរយើងបង្កើតឡើងដោយប្រើ Laravel framework ហើយចំពោះនៅក្នុងការបង្កើត project នេះដែរយើងបានបង្កើត file folder ជាច្រើនដូចជានៅក្នុង app http យើងមាន controller ហើយនៅក្នុង controller យើងបានបង្កើតដូចជា all controllers also controller book controllers category controller និង dashboard controller ហើយចំពោះនៅក្នុង controller យើងក៏មាន folder មួយដែលមានឈ្មោះថា API ហើយនៅក្នុង API យើងមាន file ដូចជា all API controllers book API controller ចំពោះ middleware យើងបានបង្កើត admin middleware ដែលប្រើសម្រាប់ login ចូលគេហទំព័ររបស់យើង website របស់យើងហើយនៅក្នុង rescore យើងមាន book rescore PHP នៅក្នុង model យើងមាន file author PHP book PHP book detail PHP category PHP និង user PHP នៅក្នុង bootstrap ដោយឆែកយើងមាន app PHP provider PHP ចំពោះនៅក្នុង database យើងមាន folder factory យើងបានបង្កើត file ដូចជា author factory PHP book detail factory PHP book factory PHP category factory PHP និង user factory PHP ចំពោះ migration យើងមាន table ជាច្រើនដូចទៀតឥឡូវយើងនិយាយទូមាន table PHP job table PHP author table PHP category PHP book detail PHP book table PHP យើងមាន token យើងមាន personal access token ជាដើមចំពោះយើងចូលមកដល់ចំណុចទាក់ទងនឹង sender នៅក្នុង sender យើងមាន file 2គឺ database sender និង demo database sender ចំពោះdatabase sender យើងមានដូចទៅហើយចំពោះ demo database sender ហ្នឹងគឺចំនួនដែលយើងបញ្ចូលសៀវភៅចំនួនយើងបញ្ចូលឈ្មោះអ្នកនិពន្ធដែលយើងបញ្ចូលទៅក្នុងនោះដែលយើងមិនបាច់ចាំបាច់ចូលទៅក្នុងគេហទំព័រហើយទៅ save វាអញ្ចឹង search ឬក៏យើងបន្ថែមឈ្មោះអញ្ចឹងដូច្នេះហើយខ្ញុំក៏បង្កើត demo database sender ឲ្យវាមានស្រាប់សិនលោកគ្រូហើយបន្ទាប់ឲ្យចាប់ពីកន្លែង sender យើងចូលមកដល់ rescore នៅក្នុង rescore យើងងាកមកមើល view នៅក្នុង view នេះដែរគឺខ្ញុំបានបង្កើត folder as author book category layout ជាដើមហើយយើងចូលមកដល់ក្នុង out យើងមាន login balance PHP ចំពោះនៅក្នុង author យើងមាន create plan PHP edit plan PHP index plan PHP នៅក្នុង book យើងមាន create plan PHP edit plan PHP index plan PHP និង trash plan PHP ដែរគឺជាកន្លែងដែលយើងសម្រាប់ទុកសៀវភៅឬក៏យើងចង់ restore សៀវភៅដែលយើងលុបវិញយកមកប្រើចំពោះ category នៅក្នុង category យើងបានបង្កើត file ដែលមានឈ្មោះថា create plan PHP edit plan PHP និង index plan PHP នៅក្នុង layout យើងមាន dashboard plan PHP និង welcome plan PHP
ចូលមកដល់ចំណុចបន្ទាប់ទៀតយើងនិយាយអំពី route នៅក្នុង route នេះដែរយើងបានបង្កើត API PHP ដើម្បីភ្ជាប់គ្នាហើយនឹង console PHP និង web PHP ក្រោយពីចប់ចំណុចទីនេះឲ្យខ្ញុំសូមធ្វើការ test code ឲ្យលោកគ្រូមើល yes AP artisans sorry នេះគឺជា result ដែលយើងទទួលបានឥឡូវខ្ញុំសូមធ្វើការ login log out ចេញសិនដើម្បីធ្វើការ login ចូលម្ដងទៀតយើងធ្វើការវាឈ្មោះ email កន្លែងនេះគឺយើងសម្រាប់ដាក់ឈ្មោះ email របស់យើងដាក់ឈ្មោះ email ដែល address ហើយបន្ទាប់មកគឺយើងត្រូវការពាក្យសម្ងាត់មិនថា password ដែលយើងបានដាក់ password ពេលនេះដែរវាក៏ធ្វើការដំណើរការចូលមកកាន់យើងមកមើលdashboard នៅក្នុង dashboard ដែរពេលដែលយើងចូលទៅវានឹង load បែបនេះមិនថាតោះតែយើង log in បានយើងអាចមានសិទ្ធិប្រើប្រាស់វាបានហើយនៅក្នុង bookstore យើងនៅក្នុង dashboard យើងនេះដែរយើងមានសៀវភៅសរុបចំនួន 11 អ្នកនិពន្ធនិងប្រភេទសៀវភៅហើយអានេះគឺជាចំនួនដែលយើងធ្លាប់បាន log ចឹងលោកគ្រូនេះគឺជាប្រភេទសៀវភៅដែលមានប្រភេទប្រឡំលោកំណាព្យកុមារប្រវត្តិសាស្ត្រវិទ្យាសាស្ត្រនិងអក្សរបាទហើយនេះគឺជាចំនួនសៀវភៅដែលយើងមានយើងមានថាយើងក៏អាចធ្វើការ edit ឈ្មោះបានឧទាហរណ៍ថាសៀវភៅនេះឈ្មោះសំនៀងហើយអ្នកនិពន្ធឈ្មោះមិនឈ្មោះស្រីពៅតែឈ្មោះគឹមសុវណ្ណារាវិញវាជាប្រភេទអាចកំបាំងចឹងទៅហើយដោយសារដូចថាយើងចង់ edit វាចឹងយើងក៏អាច edit វាបានដែរនេះគឺជា result ដែលយើងទទួលបានហើយយើងក៏អាចលុបវាបានដែរនេះគឺជាចំនួនប្រភេទសៀវភៅទាំងអស់ដែលយើងមានហើយយើងក៏អាចធ្វើការស្វែងរកវាបានដែរនេះគឺជាឈ្មោះអ្នកនិពន្ធទាំងអស់ដែលយើងមានយើងក៏អាចបន្ថែមសៀវភៅបានដែរបើសិនជាយើងចង់បន្ថែមហើយយើងក៏អាចបន្ថែមឈ្មោះអ្នកនិពន្ធដូចថាឈ្មោះអ្នកនិពន្ធឈ្មោះបូណាចឹងយើងរក្សាទុកវាទៅបូណាមានថាចំនួនសៀវភៅ0មានថាយើងអត់ទាន់បានបញ្ចូលចំនួនសៀវភៅដែលគាត់អ្នកនិពន្ធហើយបើយើងក៏អាចធ្វើការលុបវាបានដែរកន្លែងនេះយើងអាចស្វែងរកឈ្មោះអ្នកនិពន្ធបានដូចថាយើងចង់ស្វែងរកឈ្មោះអ្នកនិពន្ធណាគឺយើង search នៅកន្លែងនេះបានវាមានប្រភេទសៀវភៅទៀតនៅក្នុងប្រភេទសៀវភៅយើងមានប្រភេទសៀវភៅនេះជាប្រភេទសៀវភៅអីវាមានចំនួនប្រមាណក្បាលប្រភេទហើយយើងក៏អាចដូចថាយើងច្រឡំបញ្ចូលសៀវភៅហ្នឹងទៅប្រភេទសៀវភៅកោសចឹងយើងក៏អាចលុបវាបានដែរហើយយើងក៏អាចបន្ថែមប្រភេទសៀវភៅទៀតក៏បានដែរដូចថាយើងដាក់ប្រភេទសៀវភៅជាពពួក manga
ចឹងវានឹងលោតប្រភេទសិភៅជាម៉ាំងកាហើយយើងដាក់ឈ្មោះមកជាប្រភេទសិភៅអីចឹងទៅហើយចំពោះអ្វីដែលយើងលុបគឺវាអត់បាត់ទៅមានតែយើងក៏អាចrestore វាមកវិញបានដែរថាយើងលុបហើយដូចថាយើងគិតថាវាត្រូវតែប៉ុន្តែយើងមិនយើងច្រឡំដៃលុបអញ្ចឹងយើងក៏អាច restore សិភៅនោះមកវិញបានដែរអញ្ចឹង restore មានថាវាទៅកន្លែងដើមវិញហើយចាំថាចំនួនលុបតែមានថាសិភៅដែលយើងលុបបានមកយើងអាច restore ទៅវិញបានទាំងអស់ហើយចំពោះ project ខ្ញុំនេះដែរគឺសូមបញ្ចប់ត្រឹមហ្នឹងលោកគ្រូសូមអរគុណច្រើនហើយសូមអធិស្ឋានដោយសារតាមានសម្លេងនៅខាងក្រៅលោកគ្រូសូមអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមអធិស្ឋានលោកគ្រូ